mà lời polimen tí mùi ní cứ chia sẻ cái đi cả bọn DW còn đi cả vang miền tăng piបញ្ហាភូមិសាស្ត្រមានតាំងពីភូមិសាស្ត្រនយោបាយដីធ្លីជាច្រើនក៏ប៉ុន្តែខ្ញុំសូមមិនយកមកជម្រាបលម្អិតទេខ្ញុំគាត់ដកសង្ខេបពីព្រោះប្រិមិត្តបានដឹងរួចមកហើយពីការវិវត្តតាក់ទងជាមួយនឹងដឹកនាំកម្ពុជាជំហរកម្ពុជាក្នុងការមកសុំឯកសារព្រំដែនផែនទីពីប្រទេសបារាំងអញ្ចឹងបើតាមសេចក្តីរាយការណ៍របស់ DW នេះគឺគាត់ថាខណៈពេលដែលបញ្ហាព្រំដែនតានតឹងជាមួយនឹងប្រទេសថៃនៅតែអូសបន្លាយនោះគឺកម្ពុជាឥឡូវនេះបានងាកមកបារាំងដើម្បីសុំជំនួយហើយប៉ុន្តែគាត់យល់ថាការចាត់ការបែបណាមួយពីប្រទេសបារាំងអាចនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅតើចាត់ការខុសយ៉ាងម៉េចបាទគឺការសុំជំនួយពីបារាំងនោះគឺកម្ពុជាចង់បានឯកសារព្រំដែនប្រវត្តិសាស្ត្រនិងផែនទីសម័យអាណានិគមបាទដោយកម្ពុជាសង្ឃឹមថានឹងដោះស្រាយចំនួនព្រំដែនដែលកំពុងតែបន្តនឹងជាមួយនឹងថៃនឹងឲ្យបានចប់សពគ្រប់បាទគឺការស្នើសុំនោះគឺនៅខែនេះណាដែលនាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតបានសរសេរលិខិតទៅកាន់ប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងដោយនិយាយថាកម្ពុជាសូមស្វាគមន៍អ្នកជំនាញនឹងការគ្រប់គ្រងផ្នែកប្រឹក្សាពីប្រទេសបារាំងដែលជាអតីតអាណានិគមនៅលើប្រទេសកម្ពុជាហើយការស្នើរបស់លោកហ៊ុនម៉ាណែតទៅកាន់ប្រទេសបារាំងក៏ធ្វើឲ្យសំណួរដែលគេចោទសួរមកហើយតាក់ទងជាមួយនឹងទួលនីតិរបស់ប្រទេសដែលដាក់អាណានិគមក្នុងពេលកន្លងមកនោះតើវាយ៉ាងម៉េចដែរបាទអញ្ចឹងដូច្នេះបញ្ហាហ្នឹងគឺតាមរយៈការស្នើសុំនេះធ្វើឲ្យបញ្ហាហ្នឹងវារស់ឡើងវិញបាទរស់ឡើងវិញរហូតដល់ថាផែនទីសម័យអាណានិគមនោះវាអាចនឹងចូលរួមដោះស្រាយយ៉ាងម៉េចនៅក្នុងបញ្ហាចំនួនព្រំដែនរវាងប្រទេសជិតខាងនៅក្នុងសម័យទំនើបពីព្រោះអីប្រិមិត្តណាដែលសិក្សាខាងប្រវត្តិសាស្ត្របាទខាងភូមិសាស្ត្រនយោបាយហ្នឹងគឺដឹងហើយបាទគឺមុនពេលដែលការធ្វើអាណានិគមទៅលើប្រទេសមួយបាទនៅក្នុងអត្ថបទនេះក៏បាននិយាយដែរគឺបណ្ដាប្រទេសមួយចំនួនអត់មានព្រំដែនអីច្បាស់លាស់ទេបាទព្រំដែនឡើងចុះក៏ប៉ុន្តែក្រោយពីមានសម័យអាណានិគមហើយដកចេញមកគឺផែនទីនេះឯងគឺជាមរតកដែលពួកគាត់បន្សល់ឲ្យការរៀបចំមួយចំនួនគឺមិនត្រឹមត្រូវទៅតាមលក្ខណៈជាក់ស្ដែងនៅលើដីទេហើយដូច្នេះតើឥឡូវនេះកម្ពុជាសុំឲ្យប្រទេសបារាំងដែលជាអតីតអាណានិគមជាអាណាព្យាបាលមកយកផែនទីនេះតើវាអាចនឹងធ្វើឲ្យប៉ះពាល់យ៉ាងម៉េចដែរបាទបើតាមលោក Bernard Kau ដែលជាសាស្ត្រាចារ្យរងផ្នែកប្រវត្តិសាស្ត្រនិងនយោបាយអន្តរជាតិនៅវិទ្យាស្ថានបាទការសិក្សាទីក្រុង Geneva បានប្រាប់សារព័ត៌មាន DW ថាអាណានិគមនិយមគឺជាអំពើបាបដែលកើតឡើងដែលបង្កឲ្យមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ាសង្គ្រាមព្រំដែនរវាងថៃនិងកម្ពុជាចំនួនទឹកដីដែលកំពុងបន្តរវាងឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីលើកោះបូណេអូនិងជាច្រើនទៀតដែលនៅតែបន្តកើតមាននៅតំបន់អាស៊ីអាគ្នេយ៍ដោយសារតែការរៀបចំផែនទីមិនឆ្លុះបញ្ចាំងនៅស្ថានភាពជាក់ស្ដែងនៅលើដីគាត់គូយកទៅតាមឧទាហរណ៍ដូចថានៅកាស្មៀរឥណ្ឌាប៉ាគីស្ថានកាត់ទៅមានមួយខាងបែកចែកភូមិអញ្ចឹងទៅធ្វើឲ្យគ្រួសារបែកគ្នាអញ្ចឹងទៅក៏មានចំនួនបាទតាមសាសនាទៅផងប្រែទីផងកម្ពុជាហើយនឹងថៃហ្នឹងទៅតាមខ្សែទឹកតាមភ្នំតាមអញ្ចឹងទៅបាទគឺមានចំនួនច្រើនដែលលោកចាត់ទុកថាជាអំពើបាបមួយរបស់អាណានិគមហើយដោយឡែកលោកស្រីអឹមសុកសំភ័រដែលជានាយករងនៃមជ្ឈមណ្ឌលសិក្សាអាស៊ីនៅសាកលវិទ្យាល័យរដ្ឋ Michigan បានប្រាប់សារព័ត៌មាន DW ថាការអំពាវនាវទៅប្រទេសបារាំងដើម្បីសុំឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសនឹងជួយពង្រឹងជំហរផ្លូវច្បាប់សម្រាប់ប្រទេសកម្ពុជាក្នុងការរក្សាទឹកដីរបស់ខ្លួនបាទបានន័យថាគាត់គ្រប់គ្រងណាលោកស្រីអឹមបានបញ្ជាក់គាត់សម្គាល់ថាដោយសារតែផែនទីព្រំដែនសម័យអាណានិគមនៅតែទទួលស្គាល់ជាផ្លូវការដោយតុលាការយុត្តិធម៌អន្តរជាតិនិងអង្គការសហប្រជាជាតិគឺវានឹងធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងជំហររឹងមាំជាងមុនដើម្បីប្រឈមមុខនឹងប្រទេសថៃបាទដូច្នេះនេះគឺជាអ្វីដែលអ្នកជំនាញហើយសារព័ត៌មានបានសម្ភាសតាក់ទងជាមួយនឹងបញ្ហាហ្នឹងសារព័ត៌មានបានបន្ថែមថាតើបារាំងវិញបានឆ្លើយតបទៅនឹងកម្ពុជាដូចម្តេចខ្លះ
ទីក្រុងប៉ារីសមិនទាន់បាននិយាយជាផ្លូវការថាខ្លួននឹងយល់ព្រមតាមសំណើចុងក្រោយរបស់ទីក្រុងភ្នំពេញឬអត់នោះទេជារួមរដ្ឋាភិបាលបារាំងបានព្យាយាមរក្សាអព្យាក្រឹតភាពចាប់តាំងពីកងទ័ពថៃនិងកម្ពុជាចាប់ផ្ដើមប៉ះទង្គិចគ្នាកាលពីខែកក្កដាឆ្នាំមុនប្រសិនបើខ្លួនសម្រេចចិត្តចូលអន្តរាគមន៍ផលប៉ះពាល់អាចមានចាប់ពីរឿងធម្មតារហូតដល់រឿងនយោបាយនៅទីបញ្ចប់បាទដោយប្រុងប្រយ័ត្នគឺប្រទេសបារាំងអាចជួយកម្ពុជាណាក្នុងអ្នកជំនាញគាត់ថាបើសិនជាជួយកម្ពុជាដោយប្រុងប្រយ័ត្នគាត់រៀបចំជាសេណារីយ៉ូទេណាមិនមែនជារឿងដែលកើតឡើងនៅឡើយទេគាត់ថាបើថាឲ្យបញ្ចប់ដោយប្រយ័ត្នប្រយែងគឺបារាំងអាចជួយបង្ហាញថាផែនទីនៅតាណាផ្ទៀងផ្ទាត់ឯកសារនៅក្នុងបណ្ណសារដោយបារាំងឲ្យឯកសារនោះមកដោយមិនចាំបាច់ធ្វើការបកស្រាយណាមួយឡើយណាហ្នឹងគឺជំរឿនល្អអ្នកដែលឲ្យយោបល់បែបនេះគឺលោកអ៊ីសផលលោកបណ្ឌិតអ៊ីសផលអ្នកវិទ្យាសាស្ត្រនយោបាយនិងជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យរដ្ឋ Arizona លោកបាននិយាយថាជំនួយបច្ចេកទេសសុទ្ធសាធនិងការចូលមើលឯកសារនៅបណ្ណសារបារាំងពិតជាអាចជួយកាត់បន្ថយភាពតានតឹងបានអញ្ចឹងបានន័យថាឯកសារដើមនេះបង្ហាញជូនអញ្ចឹងហើយបាទគឺអត់មានការបកស្រាយអ្វីទេបាទហ្នឹងគឺអាចនឹងឲ្យរួចខ្លួនមិនឲ្យថៃរិះគន់បាទលោកបណ្ឌិតសុផលបានប្រាប់សារព័ត៌មាន DW ថាទួលនីតិបច្ចេកទេសដែលអាចកំណត់បាទដែលកម្រិតចង្អៀតបាទកម្រិតតិចតួចហ្នឹងអាចធ្វើឲ្យការពិភាក្សាការជួយរបស់បារាំងនេះគឺមិនមានលក្ខណៈនយោបាយបាទប៉ុន្តែវាបាទធ្វើឲ្យជាខ្លាយជាឯកសារប្រវត្តិសាស្ត្របានដែរទោះជាយ៉ាងណាក៏ដោយប្រសិនបើប្រទេសបារាំងទៅបានគេមើលឃើញថាគ្រប់គ្រងការបកស្រាយទឹកដីដោយភាគីម្ខាងយ៉ាងសំខាន់វាអាចធ្វើឲ្យស្ថានភាពនឹងកាន់តែអាក្រក់ទៅណានេះបើតាមលោកសុផលបានលើកឡើងអញ្ចឹងលោកបាននិយាយថាលោកចង់និយាយថាបើសិនជាបារាំងឲ្យឯកសារឲ្យបកស្រាយទៀតតើនេះបើតាមឯកសារខ្ញុំកន្លែងនេះនៅនេះបងនេះច្បាស់ជាថៃនឹងខឹងសម្បាអាចនឹងស្ថានភាពកាន់តែអាក្រក់អញ្ចឹងដូច្នេះបើតាមលោកនិយាយគឺអាចនឹងអ្នកបកស្រាយនោះគឺអ្នកជំនាញទៅតាមផ្លូវតុលាការអីទៅបាទអ្នកច្បាប់អ្នកអីឡើងតវ៉ាគ្នានៅតុលាការដូចសម័យព្រះវិហារបាទអញ្ចឹងនៅក្នុងអត្ថបទនេះគាត់បាននិយាយច្រើនដែរតាក់ទងជាមួយនឹងបញ្ហាព្រះវិហារអីហ្នឹងបាទអញ្ចឹងបើតាមគំនិតរបស់លោកសុផលគាត់ថាអញ្ចឹងឲ្យឯកសារដើមច្បាស់លាស់មកមិនបកស្រាយទេប៉ុន្តែឲ្យគេអ្នកជំនាញគេបកស្រាយឲ្យឡើងទៅតុលាការឡើងអីទៅអានឹងក៏វាធ្វើឲ្យសារការនឹងចប់ដោយស្រួលហើយបារាំងហ្នឹងក៏មិនរងទឹកក្តៅផងដែរលោកសុផលបានបន្ថែមថាប្រទេសថៃអាចបកស្រាយនៅការចូលរួមចំណែកបកស្រាយរបស់បារាំងនោះថាជាការលំអៀងពីប្រទេសខាងក្រៅឬក៏ជាការធ្វើឲ្យរស់ឡើងវិញនៃអំណាចអាណានិគមនៅក្នុងសម័យទំនើបនេះបាទដូច្នេះវានឹងធ្វើឲ្យមានការប្រឈមមុខនឹងការពង្រឹងជំហរអព្យាក្រឹតរបស់បារាំងជាជាងការសម្របសម្រួលឲ្យបញ្ចប់បញ្ហានេះបាទនេះគឺជាអ្វីដែលសារព័ត៌មាន DW បានរាយការណ៍ឲ្យខ្ញុំសង្ខេបជូនប្រិយមិត្តទាំងអស់គ្នាណាអញ្ចឹងសូមទទួលយកបានប៉ុណ្ណាឬក៏មានប្រតិកម្មយ៉ាងម៉េចដែរសូមអញ្ជើញសរសេរ comment នៅក្នុងពេលខាងក្រោមផងខ្ញុំចង់ដឹងផងដែរណាបាទ